សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំភ្លៀងធ្លាក់បែបនេះធ្វើឲ្យខ្ញុំនឹកស្រុកកំណើតខ្លាំងមែនទែនសូម្បីតែខ្ញុំកំពុងតែបញ្ចូលសម្លេងនេះខ្ញុំឃើញទស្សនវិជ្ជាបែបនេះក៏នៅតែនឹកដល់ផ្ទះរបស់ខ្ញុំផងដែរសម្រាប់បងប្អូនខ្ញុំអត់ដឹងទេប៉ុន្តែអារម្មណ៍ខ្ញុំមួយគឺនៅពេលដែលខ្ញុំឃើញសកម្មភាពបែបនេះទស្សនវិជ្ជាបែបនេះវានឹកដល់ពេលដែលយើងនៅផ្ទះថាតើយើងមានសកម្មភាពអីខ្លះនៅពេលដែលយើងឃើញភ្លៀងធ្លាក់បែបហ្នឹងបើទោះបីជាខ្ញុំនៅមិនឆ្ងាយពីស្រុកកំណើតរបស់ខ្ញុំក៏ដោយជិះតែកន្លះម៉ោងឬក៏1ម៉ោងដល់ក៏ដោយប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំដូចឃ្លាតពីផ្ទះរបស់ខ្ញុំអត់បានទៅឆ្ងាយតែងតែមានអារម្មណ៍មួយថានឹកជាពិសេសនៅពេលដែលឃើញទស្សនវិជ្ជាបែបនេះទៀតគឺខ្ញុំកាន់តែនឹកដល់ស្រុកកំណើតរបស់ខ្ញុំដោយសារឥឡូវនេះពីមួយថ្ងៃទៅមួយថ្ងៃគឺភ្លៀងសឹងតែរៀងរាល់ថ្ងៃតែម្ដងរៀងរាល់ថ្ងៃរៀងរាល់អាទិត្យរៀងរាល់សប្តាហ៍គឺថាភ្លៀងសឹងតែរហូតតែម្ដងធ្វើឲ្យទឹកហ្នឹងគឺកាន់តែជន់ឡើងហើយណាមួយវាចិត្តដល់គៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌផងយើងគ្រប់គ្នាបានដឹងហើយតែពេលដល់ភ្ជុំបិណ្ឌម្ដងគឺមេឃមិនដែរនឹងបើកថ្ងៃសឹងថាមិនបើកថ្ងៃតែម្ដងបើនៅខាងខ្ញុំនេះឥឡូវនេះគឺចាប់ផ្ដើមហើយពីមួយថ្ងៃទៅមួយថ្ងៃគឺហាលខោអាវសឹងតែមិនចង់ស្ងួតបាទគឺមានពេលខ្លះទៅមិនបើកថ្ងៃសោះក៏មានដែរហើយភ្លៀងរហូតដល់ពេលខ្លះប្រជាកសិកររបស់យើងអ្នកធ្វើស្រែចម្ការហ្នឹងពេលខ្លះគាត់ត្រូវការច្រូតស្រូវច្រូតអីគឺមិនបានច្រូតទេដោយសារបញ្ហាគឺបញ្ហាភ្លៀងនេះឯងហើយចាប់ដើមលិចបណ្ដាហើយខ្ញុំគិតថាបើសិនបើនៅតែភ្លៀងបែបនេះពួកគាត់នឹងពិបាកមែនទែនបូករួមទាំងគ្រួសាររបស់ខ្ញុំផងដែរព្រោះអីឥឡូវនេះគឺស្រូវកំពុងតែចាប់ផ្ដើមចេញបណ្ដាហើយក៏ចាប់ផ្ដើមភ្លៀងមកជារៀងរាល់ថ្ងៃទឹកក៏កាន់តែមានកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃឡើងរហូតទាល់តែឃើញទឹកសហើយឥឡូវបន្តិចទៀតនេះបើសិនបើស្រូវរបស់យើងពុំទាន់ទុំទាន់ទេច្រូតពុំទាន់ទេនឹងធ្វើឲ្យស្រូវរបស់យើងនឹងគឺអត់មានបានផលអីទេលិចទឹកអស់ហើយកាលពីឆ្នាំមុនធ្លាប់លិចទឹកដោយសារទឹកជន់នេះដែរភ្លៀងផងទឹកជន់មកពីខាងលើផងធ្វើឲ្យស្រូវរបស់យើងលិចហើយយើងច្រូតធ្វើឲ្យស្រូវរបស់យើងនឹងមានបញ្ហាលក់ក៏មិនចង់ចេញហើយតម្លៃថោកទៀតបើលក់តើលក់តម្លៃថោកបើមិនជាអត់លក់ទេក៏ពិបាកក្នុងការហាលទៀតដោយសារតែអត់មានថ្ងៃអត់មានអីពេលខ្លះយើងត្រូវការម៉ាស៊ីនជំនួយក្នុងការម៉ាស៊ីនសម្ងួតណាក្នុងការសម្ងួតវាក៏ប៉ុន្តែវានៅតែមិនល្អដូចជាការហាលកម្ដៅថ្ងៃអីចឹងដែរតែយ៉ាងណាក៏យើងនៅតែចាំមើលពេលទៅមុខទៀតថាយ៉ាងម៉េចត្រូវភ្លៀងរហូតតតែលិចស្រូវឬក៏យ៉ាងណាអញ្ចឹងចាំមើលតាមដានទស្សនានៅវីដេអូក្រោយបន្ទាប់ទៀតខ្ញុំនឹងធ្វើថាតើលទ្ធផលទៅជាយ៉ាងណាបងប្អូនរបស់យើងបានច្រូតល្អត្រឹមត្រូវឬអត់ឬក៏ច្រូតមុនច្រូតខ្ចីអីចាំមើលតាមជាក់ស្ដែងហើយបងប្អូនកុំភ្លេចមកលេងពិធីបុណ្យភ្ជុំបិណ្ឌផងព្រោះអីនៅឆ្ងាយយូរបានមកម្ដងបងប្អូនគួរតែមកអរគុណច្រើនបងប្អូនបាយជម្រាបលា